ទីហោថាមេកាម្នាក់ដែលគាត់ឃើញកម្មករម្នាក់រៀងស្អាតបន្តិចអញ្ចឹងគាត់ក៏បានប្រើខ្សែភ្នែករបស់គាត់សម្លឹងមើលក្រៅមើលលើទៅលើស្ត្រីម្នាក់ហ្នឹងនេះហើយគឺជាអំពើហិង្សាឯលើ gender ខ្ញុំបាទ Live Police សូមគោរពជំរាបសួរដល់បងប្អូនទស្សនិកជនក៏ដូចជាបងប្អូនកម្មករកម្មការីដែលកំពុងតែតាមដានការផ្សាយកម្មវិធីពិសេសសម្រាប់កម្មករនៃអង្គភាពសារព័ត៌មាន Cambodia ថ្ងៃនេះផងដែរយើងមានប្រធានបទមួយតាក់ទងទៅនឹងអំពើហិង្សានិងការបៀតបៀនផ្អែកទៅលើ gender ចង់ដឹងថាតើអំពើហិង្សានិងការបៀតបៀនផ្អែកទៅលើ gender មានអត្ថន័យយ៉ាងដូចម្តេចហើយការអនុវត្តគម្រោងនេះគឺទៅលើសហគ្រាសឬក៏រោងចក្រប្រភេទណាថ្ងៃនេះផងដែរយើងមានវាគ្មិនកិត្តិយសគឺលោកស្រីសៀកុនធាដែលលោកស្រីជាប្រធានសហព័ន្ធសហជីពការងារស្ត្រីកម្ពុជាកុំឲ្យខាត់ពេលយូរយើងសូមជួបលោកស្រីទាំងអស់គ្នាបាទជំរាបសួរលោកស្រីចាជំរាបសួរលោកស្រីសុខសប្បាយទេចាសុខសប្បាយទេអរគុណច្រើនលោកស្រីមុនទៅដល់ប្រធានបទយើងសូមលោកស្រីជួយណែនាំខ្លួនបន្តិចដើម្បីឲ្យបងប្អូនទស្សនិកជនជាពិសេសបងប្អូនកម្មករដែលកំពុងតែតាមដានកម្មវិធីយើងផងដែរចាជាបឋមសូមគ្រប់នឹងជំរាបសួរដល់លោកស្រីទាំងអស់ពិសេសបងប្អូនកម្មករកម្មការនេះដែលតែងតែទស្សនានៅក្នុងកម្មវិធីពិសេសរបស់កម្មករនេះចានេះខ្ញុំឈ្មោះសៀកុនធាគឺជាប្រធានសហព័ន្ធសហជីពការងារស្ត្រីកម្ពុជាហើយក៏ជាសមាជិកបណ្ដាញសហជីពស្ត្រីនិងជាសមាជិករបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ផងដែរចាហើយថ្ងៃនេះមានកិត្តិយសណាស់ហើយក៏សូមអរគុណដល់Cam Avenue ដែលបានអញ្ជើញខ្ញុំជាវាគ្មិននៅក្នុងកម្មវិធីពិសេសរបស់កម្មករនេះចា៎បាទអរគុណច្រើនចង់ឲ្យលោកស្រីជម្រាបតាក់ទងពីអត្តន័យក៏ដូចជាបញ្យលខ្លឹមសារប្រធានបទយើងបន្តិចតាក់ទងទៅនឹងអំពើហិង្សានិងការបៀតបៀនតើអំពើហិង្សានិងការបៀតបៀនហ្នឹងវាខុសប្លែកគ្នាយ៉ាងម៉េចឬក៏វាដូចគ្នាឬក៏យ៉ាងម៉េចជួយចាអរគុណច្រើនសម្រាប់សំណួរដ៏មានសារៈប្រយោជន៍នេះជាការពិតទៅនៅក្នុងរោងចក្ររបស់យើងក៏ដូចជាគ្រប់ទីកន្លែងទាំងអស់នៅកន្លែងការងារវាតែងតែមាននៅអំពើហិង្សានិងការបៀតបៀនផ្អែកលើ gender នេះប៉ុន្តែជាទូទៅក្នុងនាមយើងជាបងប្អូនកម្មករយើងពេលខ្លះគាត់ដឹងថាអាហ្នឹងគឺជាអំពើហិង្សាមួយសម្រាប់ពួកគាត់ខ្លះទៀតក៏គាត់អត់ដឹងថាអូរូបភាពហ្នឹងគឺជាអំពើហិង្សាឧទាហរណ៍ថាបរិសម្នាក់គាត់បានមើលស្ត្រីម្នាក់ហ្នឹងដោយខ្សែភ្នែកឬអារម្មណ៍គាត់ថាមើលទៅគួរឲ្យស្រឡាញ់ណាគួរឲ្យគ្រឹតណាចាអារូបភាពបែបនេះអាចិត្តបែបនេះដែលគាត់គិតក្នុងចិត្តហ្នឹងវាជាអំពើហិង្សាមួយតកតងការបៀតបៀនភេទរបស់គាត់ប៉ុន្តែបងប្អូនកម្មករគាត់ដឹងហើយប៉ុន្តែគាត់ក៏អត់បានចាប់អារម្មណ៍គាត់បានគិតថាតើគាត់ត្រូវធ្វើយ៉ាងម៉េចគាត់មានអារម្មណ៍ផ្លូវចិត្តមួយខ្លាចអញ្ចឹងជារួមមកវិញតកតងទៅនឹងនិយមន័យដែលយើងនិយាយជារួមថាអំពើហិង្សានិងការបៀតបៀនលើ gender ហ្នឹងគឺសំដៅទៅលើអំពើទាំងឡាយណាឬមួយក៏ការគំរាមកំហែងទាំងឡាយណាដែលមានច្រើនសន្តានដែលបុគ្គលម្នាក់ទៀតមិនអាចទទួលយកបាននេះគឺជាអំពើហិង្សាហើយតាមរយៈរូបភាពអីខ្លះតាមរយៈផ្លូវកាយផ្លូវចិត្តផ្លូវភេទហើយនឹងផ្នែកសេដ្ឋកិច្ចអញ្ចឹងយើងវិភាគមើលថាហេតុអីបានប៉ះពាល់ដល់ផ្លូវកាយផ្លូវចិត្តផ្លូវភេទនិងផ្នែកសេដ្ឋកិច្ចរបស់គាត់នៅពេលដែលយើងវិភាគមើលកម្មករម្នាក់ដែលគាត់ធ្វើការនៅក្នុងកន្លែងមួយហើយមានអ្នកគ្រប់គ្រងរបស់គាត់ម្នាក់ដែលគាត់បានចាប់អារម្មណ៍លើស្ត្រីម្នាក់ហ្នឹងអញ្ចឹងគាត់ក៏បានហៅទៅជួបហើយក៏បានប៉ះពាល់រាងកាយរបស់គាត់អញ្ចឹងនៅពេលដែលប៉ះពាល់រាងកាយរបស់គាត់គាត់មានអារម្មណ៍មួយថាអត់មាន comfortable អត់មានផាសុកភាពអត់មានសេចក្តីតែថាមានភាពភ័យខ្លាចអញ្ចឹងចិត្តរបស់គាត់ក៏ញាប់ញ័រគេងមិនលក់អញ្ចឹងប៉ះពាល់ដល់ផ្លូវចិត្តរបស់គាត់ជាការបង្ខំចុងក្រោយគាត់ក៏ត្រូវតែឈប់ធ្វើការចាគាត់ឈប់បោះបង់ការងារចោលអញ្ចឹងការបោះបង់ការងារចោលនេះហើយគឺជាហេតុផលមួយដែលធ្វើឲ្យគាត់ប៉ះពាល់ទៅដល់លំហូរសេដ្ឋកិច្ចនៅក្នុងគ្រួសាររបស់គាត់ដោយសារតែគាត់គេចវេះអំពីការបៀតបៀនភេទពីបរិសុទ្ធដែលមានអំណាចនៅកន្លែងការងាររបស់គាត់ហ្នឹងចា៎បាទអរគុណច្រើនហើយងាកទៅលើប្រធានបទយើងដែលមានពាក្យ gender នៅក្នុងហ្នឹងព្រោះពាក្យច្រើនឮតែគេនិយាយទាំងខ្ញុំទាំងគេជាពិសេសបងប្អូនកម្មករដែលកំពុងធ្វើការនៅទីនោះ
ពួកពាក្យនេះពាក្យបច្ចេកទេសដែរតែចង់ដឹងថាតើពាក្យ gender ហ្នឹងគឺមានន័យយ៉ាងម៉េចសំដៅទៅលើអ្នកណាខ្លះចាអរគុណជាទូទៅនៅពេលដែលយើងឮថាពាក្យ gender អ្នកខ្លះគាត់ថា gender ហ្នឹងមានន័យថាម៉េចចាតាមពិតពាក្យហ្នឹងគឺជាពាក្យដែលយើងយកមកពីពាក្យបរទេសទេបើយើងនិយាយឲ្យខ្លីគេថាជាសម្ភាររវាងបុរសនិងស្ត្រីដែលកើតមានមកហើយយើងអាចផ្លាស់ប្ដូរបានហេតុអីបានយើងអាចផ្លាស់ប្ដូរបានទាល់តែយើងវិភាគអំពីភេទហើយនិង gender តើវាខុសគ្នាយ៉ាងម៉េចបើយើងនិយាយអំពីភេទមានន័យថាលក្ខណៈវិទ្យាសាស្ត្រធម្មជាតិដែលបង្កើតមកហើយมันអាចផ្លាស់ប្ដូរបានឧទាហរណ៍បុរសគឺជាបុរសនៅតែបុរសมันអាចបុរសប្ដូរភេទជាស្ត្រីបានទេទោះបីជារូបរាងកាយរបស់គាត់ជាស្ត្រីក៏ដោយគាត់ក៏នៅតែជាបុរសប៉ុន្តែយើងសំដៅទៅលើ gender គឺមានន័យថាការងារដែលបុរសអាចធ្វើបានហើយស្ត្រីក៏អាចធ្វើបានដែរអញ្ចឹងដូចជាការងារផ្ទះយើងក្រានបាយអញ្ចឹងយើងបប្រតិបត្តិតាំងពីបុរាណមកថាអូស្ត្រីយើងមិនបាច់រៀនច្រើនទេណាចាធ្វើតែការងារផ្ទះទៅគឺមិនបាច់រៀនច្រើនទេការងាររៀនសូត្រគឺសម្រាប់បុរសប៉ុន្តែ gender គឺយើងអាចឲ្យស្ត្រីរៀនខ្ពង់ខ្ពស់បានចាចូលរួមបានអញ្ចឹងយើងធ្វើមិនរួមចំណែកគ្នាឲ្យស្មើគ្នាសង្គមមួយមានការរីកចម្រើនបានទាល់តែមានការផ្លាស់ប្ដូរមានការផ្លាស់ប្ដូរផ្នត់គំនិតពីដើមមកអាហ្នឹងយើងអាចរីកចម្រើនបានហើយចាអរគុណច្រើនលោកស្រីអញ្ចឹងបងប្អូនទស្សនិកជនក៏ដូចជាបងប្អូនកម្មករកម្មការនេះយើងបានស្វែងយល់ហើយពីពាក្យ gender បានន័យថាគឺជាការចូលរួមការងារណាយើងមិនបាច់ផ្ដោតទៅលើអូការងារនេះសម្រាប់តែបុរសអញ្ចឹងខ្ញុំជាស្ត្រីមិនអាចចូលរួមបានអញ្ចឹងមិនមែនទេណាយើងក៏មានឱកាសមានលទ្ធភាពមានសមត្ថភាពក្នុងការចូលរួមធ្វើការងារនឹងដែរដូចជាថ្នាក់ដឹកនាំយើងមួយចំនួនក៏មានជាស្ត្រីចៅសង្កាត់អីក៏ជាស្ត្រីភាគច្រើនអាហ្នឹងគឺជាការចូលរួមគេហៅថា gender ណាអរគុណច្រើនលោកស្រីតកតងទៅនឹងអំពើហិង្សានិងការបៀតបៀនផ្លូវភេទនេះតើវាមានផលប៉ះពាល់អ្វីខ្លះទៅលើបងប្អូនកម្មករយើងចាជាទូទៅបើសិនជាយើងនិយាយពីកន្លែងការងារគឺជាបណ្ដុំនៃមនុស្សជាច្រើនដែលធ្វើការអញ្ចឹងខាងផ្នែកនយោជកគាត់មកដាក់វិនិយោគទុនដើម្បីទទួលនៅផលចំណេញរបស់គាត់សម្រាប់កម្មករនយោជិតរបស់យើងគឺបានបញ្ចេញកម្លាំងរបស់យើងដើម្បីទទួលនៅផលប្រយោជន៍ជាទឹកប្រាក់ដើម្បីមកផ្គត់ផ្គង់ជីវភាពរបស់គាត់បើយើងនិយាយពីផលប៉ះពាល់អញ្ចឹងនៅក្នុងកន្លែងការងារគួរតែជាកន្លែងមួយដែលមាននៅសន្តិភាពនៅពេលដែលមានសន្តិភាពទាំងផ្លូវកាយផ្លូវចិត្តមិនមានការបៀតបៀនភេទធ្វើឲ្យលំហូរសេដ្ឋកិច្ចរបស់គាត់រីកចម្រើនអញ្ចឹងភាគីទាំងសងខាងគឺរលូនទៅអញ្ចឹងយើងឃើញថាស្ត្រីភាគច្រើនគាត់ធ្វើការក្នុងរោងចក្រចូល 95% ហើយគឺច្រើនមែនទែនអញ្ចឹងផលប៉ះពាល់ដែលរងសម្ពាធច្រើនជាងគេគឺស្ត្រីដោយសារអីគាត់មានកម្លាំងខ្សោយហើយគាត់ជាទូទៅស្ត្រីយើងមិនអាចទៅដូចថាបើយើងចង់បៀតបៀនបរិះម្នាក់ហ្នឹងចង់ឆ្លាញ់បរិះម្នាក់ហ្នឹងយើងមិនអាចទៅប្រើកាយវិការបានទេមែនទេអញ្ចឹងស្ត្រីហ្នឹងចាគាត់នឹងមានការភ័យខ្លាចគាត់មានការគោរពគេហៅថាទំនៀមទម្លាប់ប្រពៃណីរបស់យើងអញ្ចឹងចំណុចត្រង់នេះមានតែបរិះទេដែលគាត់អាចហ៊ានធ្វើនៅទង្វើមួយចំនួនប៉ុន្តែសួរទង្វើដែលគាត់ធ្វើមកនោះតើមានផលប៉ះពាល់អីដល់អារម្មណ៍ស្ត្រីរបស់ហ្នឹងស្ត្រីម្នាក់ហ្នឹងដែរឬអត់ហើយស្ត្រីហ្នឹងគាត់មានការស្វាគមន៍ទៅលើអាទង្វើមួយចំនួនដែលមិនសមហេតុផលរបស់បរិះម្នាក់នឹងអត់អញ្ចឹងឃើញថាគាត់មិនទទួលយកទេនៅពេលដែលគាត់មិនទទួលយកអញ្ចឹងអារម្មណ៍ស្ត្រីម្នាក់ហ្នឹងគឺភ័យខ្លាចស្លុតហើយគាត់សម្រាកក៏មិនបានអញ្ចឹងគាត់ពេលចាបាក់ទឹកចិត្តនៅពេលដែលគាត់មកធ្វើការគាត់បែរជាអត់ហ៊ានប្រឈមគាត់ការងារធ្វើអត់បានល្អទៀតគាត់ធ្វើអត់បានល្អអញ្ចឹងធ្វើឲ្យចង្វាក់ផលិតកម្មនោះថយចុះចាប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្មចាអញ្ចឹងខាងនយោជកគឺចង្វាក់ផលិតកម្មថយចុះខាងបងប្អូនកម្មករកម្មការនេះគឺមានអារម្មណ៍ភ័យខ្លាចដែលមិនអាចបន្តការងារបានរហូតដល់ពេលខ្លះគាត់បង្ខំត្រូវតែឈប់ធ្វើការអញ្ចឹងការឈប់ធ្វើការនៅក្នុងគ្រួសារមួយគឺគាត់ផ្នែកសេដ្ឋកិច្ចក្នុងការគ្រប់គ្រងគាត់ត្រូវទទួលខុសត្រូវមានម្ដាយឪពុកឬមួយក៏យាយឬមួយក៏ប្អូនរបស់គាត់ទៀតចាអញ្ចឹង
มันអាចរលូនទៅមុខបានទេចា៎បាទ លោកស្រីជួយបន្ថែមតិចតទៅរូបភាពមិញលោកស្រីបានលើកត្រួសហើយតទៅការមើលគ្នាប្រើខ្សែភ្នែកអញ្ចឹងណាតើវាមានរូបភាពអ្វីខ្លះដែលបង្ហាញថារូបភាពបែបហ្នឹងចាត់ចូលជាការបៀតបៀនឬក៏អំពើហិង្សាណាលោកស្រីអាចបញ្ជាក់ឬក៏អាចបន្ថែមជាងនឹងទៀតទេព្រោះពេលខ្លះបងប្អូនយើងអត់ដឹងទេគាត់ថាពេលខ្លះគាត់មើលក្នុងគោលបំណងអីក៏គាត់អត់បានដឹងច្បាស់តែបើលោកស្រីជួយលើកតិចរូបភាពអីខ្លះដែលនេះអាចបង្ហាញទៅបងប្អូនកម្មករយើងកាន់តែច្បាស់ចាអរគុណច្រើនសម្រាប់សំណួរនេះជាទូទៅបងប្អូនកម្មកររបស់យើងដែលធ្វើការជាមួយគ្នាគាត់តែងតែអត់សូវបានខ្វល់ថាការប្រើនៅរូបភាពមួយចំនួនសម្ដីមួយចំនួនបែរជារឿងលេងសើចទៅវិញអញ្ចឹងយើងផ្ដោតទៅលើថាតើអ្វីទៅដែលជារូបភាពនៃអំពើហិង្សានិងការបៀតបៀនបែរលើ gender ហ្នឹងយើងមើលថាឧទាហរណ៍ថាមេការម្នាក់ដែលគាត់ឃើញកម្មករម្នាក់រៀងស្អាតបន្តិចអញ្ចឹងគាត់ក៏បានប្រើខ្សែភ្នែករបស់គាត់សម្លឹងមើលក្រៅមើលលើទៅលើស្ត្រីម្នាក់ហ្នឹងនេះហើយគឺជាអំពើហិង្សាឯលើ gender រូបភាពមួយទៀតដូចជាគាត់បង្ហាញនៅរូបភាពអាហភាពមួយចំនួនដែលធ្វើឲ្យស្ត្រីម្នាក់នឹងមើលឃើញឬមួយក៏ស្ត្រីច្រើនទៀតមើលឃើញប៉ុន្តែគាត់គិតថាជាការលេងសើចតាមពិតនេះគឺជាអំពើហិង្សានិងការបៀតបៀនអញ្ចឹងនៅពេលដែលមេការឬមួយក៏អ្នកដឹកនាំឬមួយក៏ជាងម៉ាស៊ីនណាជាងម៉ាស៊ីននៅជាប់មួយបងប្អូនកម្មករយើងចាឬមួយក៏អ្នកគ្រប់គ្រងដែលគាត់ប្រើនៅរូបភាពទាំងអស់នេះហើយគឺជាអំពើហិង្សាបៀតបៀនលើ gender ចាហើយមានរូបភាពជាច្រើនទៀតដូចជាការប៉ះរាងកាយអីជាដើមហ្នឹងហើយប៉ះរាងកាយដោយផ្ដោតទៅលើភេទអីហ្នឹងមានការនិយាយសំបីអាការនិយាយសម្ដីបែបគេថាបែបលេងសើចធ្វើឲ្យប៉ះពាល់អារម្មណ៍ហ្នឹងក៏ជាការប្រើអំពើហិង្សាឬការបៀតបៀនភេទដែរប៉ុន្តែជាទូទៅយើងតែងតែអត់សូវប្រកាន់ណាចាការដែលមិនប្រកាន់ហ្នឹងហើយដែលធ្វើឲ្យមិត្តភ័ក្តិរបស់យើងធ្វើឲ្យអ្នកដែលមានអំណាចគាត់ចេះតែប្រើទៅចាជាទូទៅនៅក្នុងបរិបទនៃការងាររបស់យើងឃើញថាបងប្អូនកម្មករតែងតែទុកនៅអារឿងហ្នឹងម្ដុំមិនសូវខ្វល់ខ្វាយអាការមិនសូវខ្វល់ខ្វាយហ្នឹងហើយដែលជាការបើកផ្លូវឲ្យអ្នកមានអំណាចឲ្យអ្នកមានសិទ្ធិឲ្យអ្នកគ្រប់គ្រងឬមេការទាំងអស់ហ្នឹងចេះតែប្រព្រឹត្តអំពើហ្នឹងបន្ថែមឡើងដោយអត់មានឈប់ឈរចា៎គាត់អាចគិតថាគាត់ជាក្រុមការងារមេគេហៅមកឯក្បាងអីចឹងធ្វើល្អអីចឹងគាត់គិតថាហ្នឹងជាការអាសាពេលខ្លះមិនមែនទេមិនទេជាការបៀតបៀនមួយដែលយើងអត់បានចាប់អារម្មណ៍អរគុណមួយទៀតដូចជាតើតងតនឹងស្ត្រីខ្លះគាត់មេការហៅទៅហូបអីអញ្ចឹងណាហៅទៅហូបអីថានាងអាចនៅជាមួយខ្ញុំមួយយប់អីអញ្ចឹងទៅខ្ញុំនឹងដំឡើងប្រាក់ខែឲ្យឬមួយក៏ខ្ញុំផ្ដល់នៅលុយបន្ថែមលើកទឹកចិត្តបន្ថែមឬមួយក៏បន្តកងត្រាបន្ថែមអញ្ចឹងបើសិនជាបងប្អូនកម្មការនេះរបស់យើងមាននៅរូបភាពមួយចំនួនតកតងទៅនឹងការបៀតបៀនប៉ះពាល់អារម្មណ៍គឺបងប្អូនអាចធ្វើការទំនាក់ទំនងទៅលើអង្គការស្ថាប័នមួយចំនួននៅកន្លែងការងាររបស់គាត់បានឬពិសេសតាមសហជីពរបស់យើងដែលនៅជាប់មួយបងប្អូនកម្មករណាចា៎បាទចាំមិនន័យថាបើសិនជាបងប្អូនកម្មការនេះយើងជួបទៅនឹងបញ្ហាបែបហ្នឹងណាតងទី1ដោយលោកស្រីលើកហ្នឹងការប្រើខ្សែភ្នែកសម្ដីឬក៏ប៉ះពាល់ទង្វើបែបហ្នឹងដែលយើងចាត់ទុកថាធ្វើឲ្យវាអត់សំណុកក្នុងខ្លួនណាបាទគឺអាចទៅប្រស្រ័យរោតាមរយៈបងប្អូនសហជីពណាកម្មករយើងឬក៏ទៅដល់ខាងក្រុមហ៊ុនដូចជាខាងរដ្ឋបាលអីចឹងទៅបាទដើម្បីជូនដែរគាត់ដើម្បីគាត់ដោះស្រាយចាជាទូទៅចាត្រឹមត្រូវនៅក្នុងអង្គការស្ថាប័នរបស់យើងបានធ្វើការច្រើនជាមួយនឹងអង្គការ NGO ផ្សេងដែលយើងធ្វើយ៉ាងណាលុបបំបាត់អំពើហិង្សានិងការបៀតបៀនផ្អែកលើ gender ហ្នឹងដូច្នេះសួរថាតើអ្នកណាដែលនៅផ្ទាល់មួយបងប្អូនកម្មករមានតែសហជីពហ្នឹងហើយអញ្ចឹងសហជីពគាត់
ជាបណ្ដុំនៃកម្មករទាំងអស់រួមគ្នាអញ្ចឹងគាត់អាចធ្វើការសម្រួលដោះស្រាយផ្ទាល់ជាមួយបងប្អូនកម្មករយើងវាដូចជាឪពុកម្ដាយនៅជាប់កូនអញ្ចឹងបងប្អូនកម្មករត្រូវជឿជាក់សហជីពហើយយើងធ្វើការជាមួយសហជីពយើងយកបញ្ហាទាំងអស់ឲ្យសហជីពដោះស្រាយបានឬមួយក៏រោងចក្រខ្លះគាត់មានបង្កើតជាគណៈកម្មាធិការដោះស្រាយបញ្ហាផ្សេងសុខភាពសុវត្ថិភាពឬមួយក៏តកតងទៅនឹងការលុបបំបាន់ពើហិង្សាក្នុងកន្លែងការងារនឹងតែម្ដងជំរាបឬក៏រាយការណ៍តាមរយៈនឹងបានតាមបទពិសោធន៍លោកស្រីដែលជាអ្នកសហជីពដែលបានចុះទៅតាមបណ្ដារោងចក្រជាច្រើនក៏ដូចជាជួបបងប្អូនកម្មករជាច្រើនតែលោកស្រីអាចយល់ឃើញយ៉ាងណាសម្រាប់ភាគីខាងរោងចក្រណាតើគាត់មានទៅនឹងគោលនយោបាយយ៉ាងម៉េចដើម្បីឲ្យលុបបំបាត់អំពើហិង្សានិងការបៀតបៀនផ្អែកទៅលើ gender នេះចាជាទូទៅដែលខ្ញុំបានចុះរោងចក្រមួយចំនួនតាមរយៈបណ្ដាញសហជីពស្ត្រីក៏ដូចជាសហព័ន្ធសហជីពរបស់ខ្ញុំហ្នឹងខាងរោងចក្រមួយចំនួនគាត់បានធ្វើការសហការជាមួយខាងសហជីពដើម្បីបង្កើតជាគណៈកម្មការលុបបំបាត់អំពើហិង្សានិងការបៀតបៀននៅកន្លែងការងារនឹងតែម្ដងអញ្ចឹងនៅក្នុងការបង្កើតគណៈកម្មការនោះគឺមានសមាជិកសហជីពខ្លះទៅហើយខាងនយោជកខ្លះទៅតាមរយៈក្រមរដ្ឋបាលនឹងចាហើយយើងមានខាង NGO ចុះទៅបង្រៀនយើងខាងរោងចក្រគេបានស្នើពីខាង NGO មួយចំនួនដែលធ្វើការតាក់ទងទៅនឹងអំពើហិង្សានិងការបៀតបៀនហ្នឹងដើម្បីធ្វើការពន្យល់បន្ថែមឲ្យបងប្អូនកម្មករដែលជាសមាជិកគណៈកម្មការហ្នឹងគាត់បានពន្យល់អំពីទង្វើអីខ្លះដែលយើងចាត់ថាជាការបៀតបៀនហ្នឹងផ្អែកលើភេទហ្នឹងចាអញ្ចឹងគឺយើងធ្វើការពន្យល់បន្ថែមអញ្ចឹងឃើញថាទោះយ៉ាងណាជាលទ្ធផលក៏ខាងអ្នកដែលជាជនដែលចង់ប្រព្រឹត្តណាដែលជាជនដែលគាត់ចង់ឆក់ឱកាសហ្នឹងគឺគាត់អាចចាគាត់កាត់បន្ថយពួកអីគាត់ខ្លាចថាអីណាប្រទេសមានច្បាប់ណាគ្រួសារមានវិន័យអញ្ចឹងនៅពេលដែលមាននៅគណៈកម្មការលុបបំបាន់ពើហិង្សានិងការបៀតបៀននៅកន្លែងការងារយើងត្រូវប្រយ័ត្នយ៉ាងណាគេប្តឹងអស់លុយច្រើនចាគឺមិនថានេះជាការចូលរួមរបស់ភាគីខាងសហគ្រាសដែលបានចូលរួមក្នុងការបង្កើតជាគណៈកម្មការដើម្បីការពារក៏លុបបំបាត់អំពើហិង្សានេះផងដែរបាទអរគុណច្រើនលោកស្រីតើជាចុងក្រោយនេះតើលោកស្រីមានអនុសាសន៍ក៏ដូចជាមតិដើម្បីផ្ដាំផ្ញើដល់បងប្អូនកម្មករកម្មការនីអ្វីខ្លះដែលកំពុងតែបម្រើការងារចាអរគុណជាចុងក្រោយនេះខ្ញុំគ្រាន់តែផ្ដល់ជាគំនិតក្នុងនាមខ្ញុំជាស្ត្រីដោយបងប្អូនទាំងអស់គ្នាដែរអញ្ចឹងស្ត្រីរបស់យើងត្រូវតែបញ្ចេញប្រាប់នាំសារនៅអ្វីចាក្លាហាននៅអ្វីដែលយើងកំពុងជួបបើសិនជាមានបុគ្គលណាម្នាក់ដែលគាត់មានអំណាចគាត់ជាអ្នកគ្រប់គ្រងគាត់ជាជាងម៉ាស៊ីនឬជាមេការជាអីក៏ដោយដែលគាត់មកប៉ះពាល់រាងកាយរបស់យើងធ្វើអារម្មណ៍ចិត្តរបស់យើងឬក្នុងរូបភាពអីណាមួយសម្ដីណាមួយមិនសមរម្យអញ្ចឹងយើងជាកម្មករយើងត្រូវតែក្លាហានក្នុងការជម្រាបនៅបញ្ហាទាំងអស់ទៅដល់សហជីពឬមួយក៏គណៈកម្មការនៅក្នុងហ្នឹងឬមួយក៏រដ្ឋបាលរបស់យើងអញ្ចឹងយើងត្រូវតែមានភាពក្លាហានដើម្បីសេចក្តីសុខផ្លូវចិត្តរបស់យើងកុំឲ្យការពាររាងកាយរបស់យើងការដែលប៉ះដោយមិនមានការព្រមព្រៀងពីភាគីទាំងសងខាងមិនមែនជាតម្រូវចិត្តរបស់យើងទេអញ្ចឹងយើងធ្វើយ៉ាងណាយើងត្រូវចេះក្លាហានឡើងដើម្បីក្តីសុខនៅកន្លែងការងាររបស់យើងហើយក៏ដើម្បីឲ្យចង្វាក់ផលិតកម្មនៅកន្លែងការងាររបស់យើងរលូនផងដែរចា៎អរគុណច្រើនលោកស្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការធ្វើបទបង្ហាញតាក់ទងទៅនឹងប្រធានបទយើងមួយនេះបាទហើយក៏សូមអរគុណដល់បងប្អូនទស្សនិកជនក៏ដូចជាបងប្អូនកម្មករកម្មការនីដែលខិតខំចំណាយពេលត្រង់ត្រាប់ស្ដាប់នៅដើម្បីយកជាបទពិសោធន៍ហើយក៏ដូចជាមេរៀនដើម្បីការពារខ្លួនក្នុងការបៀតបៀនក៏ដូចជាការប្រើអំពើហិង្សានេះផងដែរហើយគណៈពេលនេះដោយសារពេលវេលាយើងមានកំណត់ខ្ញុំបាទឡាយប៉ាលីនិងលោកស្រីសៀកុនធាសូមអរគុណសូមជម្រាបលា